នៅក្នុងរឿងនិទានកុមារមានអ្នកក្លាហានជាច្រើនចេញពីស្រុកកំណើតប្រយុទ្ធជាមួយអ្នកកំណាចចុងក្រោយលះបង់ជីវិតខ្លួនឯងដែលបានភាពសុខសាន្តក្នុងភូមិស្រុកប៉ុន្តែព្រះនាងដែលត្រូវរៀបអភិសេកចូលនគរផ្សេងពួកគេឃ្លាតឆ្ងាយពីស្រុកកំណើតរៀបអភិសេកជាមួយមនុស្សដែលមិនស្រឡាញ់រស់នៅទីកន្លែងមិនដែលស្គាល់តាមបែបជីវិតលំបាកលំបិនហេតុអីមិនដែលមានអ្នកណាយល់ពីការលះបង់声音一个人听到，两人分享会不会更好？好想要，装不经意邀请你好不好？砰砰砰啊，我的心跳专属给你发射出讯号，把你放在我的小岛，一点一点陪我到老。សាច់ច្បងស៊ីអ៊ីខ្ញុំស្រឡាញ់សាច់ច្បងអូយគេសារភាពចឹងឈូយ៉ែលោកដូចជាខូចចិត្តហើយកុំនិយាយប្រដេបដាសោះទាំងអស់គ្នាមើលចឹងឈូយ៉ែខូចចិត្តហើយយ៉ាងមិនហើយអត់អីទេ Party time ជាមួយសាច់ច្បងស៊ីអ៊ី ហេតុអីលោកមិនឆ្លើយតបនឹងអីយ៉ាងហេលោកស្រឡាញ់ស្រីប្រភេទណាខ្ញុំគ្រាន់តែសួរលោកលេងឬមួយក៏លោកមិនស្រឡាញ់មនុស្សស្រី ឡប់មែនផលិតផលឌីស៊ូទើបវាលោកចូលទីផ្សារស្ថានភាពចំពោះមុខនេះមិនសូវជាល្អទេប៉ុន្តែយាកខៃរួមដៃជាមួយសហគ្រាសត្រកូលទិញនិងក្រុមហ៊ុនដទៃទៀតបង្កើតម៉ាកផលិតផលស្រដៀងនឹងក្រុមហ៊ុនរបស់យើងវាជាឥទ្ធិពលដល់ទីផ្សាររបស់យើងធ្ងន់ធ្ងរណាស់ថ្ងៃនេះប៉ុណ្ណឹងចុះស្អែកប្រជុំសម្រាប់គ្រប់ផ្នែកទាំងអស់អគ្គនាយកសួស្តីមុខរបរមួយរយៈនេះមិនសូវល្អមែនទេអាយ៉ាយល់ដល់យើងធ្លាប់រាប់អានគ្នាច្រើនឆ្នាំមុននេះខ្ញុំនិយាយពាក្យក្នុងចិត្តយល់ល្អប្រកាសខ្សែធនឲ្យបានឆាប់ប្រហែលជានៅសល់ប្រាក់សម្រាប់ចាស់ខ្លះបើនៅតែមានអ្នកតទៅទៀតនោះខ្ញុំបារម្ភចុងក្រោយអស់ទាំងដើមទាំងការរលីងពីខ្លួនលោកប្រមាថគេពេកហើយលោកបង្ខំខ្ញុំដើរផ្លូវទាល់ច្រកមានប្រយោជន៍អីសម្រាប់លោកនិយាយបានល្អតាមពិនខ្ញុំធ្វើអ្វីដែលធ្វើឲ្យចិត្តខ្លួនឯងសប្បាយចិត្តពេលខ្ញុំឃើញអគ្គនាយិកាធ្វើអ្វីមិនកើតក្នុងចិត្តខ្ញុំត្រេកអរប៉ុណ្ណាដឹងទេអញ្ចឹងអាចធ្វើឲ្យលោកអស់សង្ឃឹមលោកកុំភ្លេចថាក្រោយខ្នងខ្ញុំមានគ្រួសារចឹងជួយជ្រោមជ្រែងច្បាស់ហើយដូលីគ្រប់នៅចំពោះមុខនេះសល់តែសម្បកក្រុមហ៊ុនទេលីយ៉ាគ្រប់ពួកគេមិនល្ងងឡើយខ្ញុំជឿថាមិនយូរទេពួកគេនឹងដកខ្លួនខ្ញុំជឿថាទំនាក់ទំនងខ្ញុំនឹងគ្រួសារចឹងគ្មានអីមកបំបែកបានអូខេខ្ញុំក៏សង្ឃឹមថាអញ្ចឹងទៅចុះ
ឥឡូវចេះចុះពួកយើងចាំតែមើលទៅទៅវិញឆាំសម្រាប់ទៅ អេពូតាប្រាប់ឲ្យតកងឡានមកទទួលខ្ញុំក៏បានមិនក៏ពូមកដែរ លោកសេរីស្រាប់តែផ្លាស់ប្ដូរកម្មវិធីអោខ្ញុំនាំនាងទៅកន្លែងមួយអ្នកប្រុសជូយ៉ាក៏ទៅដែរណា ខ្ញុំ តោះ អេពូតា សាច់ច្បាស់ស៊ីអ៊ីតែយេ តោះ ម៉ាក់ យ៉ាងមិនដែរស៊ីងឈិនឈូយ៉ាវតាមផ្លូវនឿយហត់ទេ អ៊ំស្រីនេះអ៊ំ ពួកឯងឈប់ភ្លឹកអីទៀតមិនរៀបចំទៅមកអញ្ជើញខាងនេះមកខាងនេះអញ្ជើញខាងនេះខាងនេះ សិនឈិនម៉ាក់នាងកំពុងធ្វើឈួតអីហ្នឹងឬមួយក៏ថតឈុតមង្គលការ មិនមែនទេអី មកទៅពីអ្នកមើលកាមេរ៉ាអូខេមកខាងប្រុសចាប់ដៃខាងស្រីផងណាអូខេអបខាងស្រីមើលកាមេរ៉ាល្អណាស់មើលខាងស្រីផងណាល្អណាស់ ដូលីគ្រប់យើងដេកគាត់ម៉ូតមង្គលការរនអ្នកបង្ហាញម៉ូតមិនបានទៅម្សិលមិញនឹកឃើញថានៅក្នុងផ្ទះយើងមានស៊ីងឈិននិងឈូយ៉ាវជាអ្នកបង្ហាញម៉ូតស័ក្តិសមបំផុតពួកឯងទាំងពីរអ្នកសមគ្នាណាស់ដោយព្រះអង្គម្ចាស់និងព្រះនាងក្នុងរឿងនិទាន ម៉ូតមង្គលការត្រូវថតឈុតមង្គលការខ្ញុំមិនថតទេ ណែស្មានតែខ្ញុំចង់ថតជាមួយនាងកុំយល់សោះ ម៉ាក់ឮថាចេញទៅសម្ដែងលើកនេះអ៊ីយ៉ាងលេងបានសប្បាយតាមពិតម៉ាក់មិនចង់ធ្វើបាបអីយ៉ាងទេឲ្យតែកូនទាំងពីរបានសុខនឹងគ្នារឿងរបស់អ៊ីយ៉ាងម៉ាក់ចាត់ទុកថាគ្មានអ្វីកើតឡើងបានហើយឥឡូវឲ្យម៉ាក់ឃើញថាពួកឯងទាំងពីរនាក់ញញឹមផ្អែមល្ហែមអូខេ មកអ្នកទៅពេលមកមើលកាមេរ៉ាញញឹមបន្តិចណាអូខេញញឹមដល់ទឹកមុខរីយណាញញឹមទៅ មួយប៉ុស្តិ៍នេះស្អាតអញ្ចឹងយកមកប៉ុស្តិ៍នេះចុះកុំភ្លេចផ្សព្វផ្សាយពាសពេញទីក្រុងផង អូខេគ្មានបញ្ហាទេ សិនឈិនខ្ញុំគិតថាម៉ាក់របស់នាងឡប់ជាងនាងទៅទៀត ម៉ាក់ខ្ញុំចង់នៅជាមួយចឹងឈូយ៉ាវពីរនាក់បានទេ បានឲ្យតែពួកឯងចេះស្រឡាញ់គ្នាម៉ាក់សប្បាយចិត្តហើយ បាយអេចឹងឈូយ៉ាវខ្ញុំជឿជាក់ 100% ម៉ាក់ថតស្ពតឈុតមង្គលការគ្រាន់តែជាលេសប្រហែលថ្ងៃទៀតគាត់ច្បាស់ជាឲ្យពួកយើងរៀបការមែនតែន ខ្ញុំនិយាយឲ្យច្បាស់ជាមុនដាច់ខាតក៏មានអារម្មណ៍រវើរវាយធ្វើអញ្ចឹងគិតថាអាចយកខ្ញុំបានមែនទេ អេលោកដូចជាគិតអ្វីម្នាក់ឯងខ្ញុំបំភ្លេចលោកចាយូរហើយ នាងបំភ្លេចខ្ញុំហើយហេតុអីទៅ អេមិនសំខាន់ទេសំខាន់យើងត្រូវរកវិធីដោះស្រាយប្រឆាំងនឹងមង្គលការនេះ លីសិនឈិនពីមុនពេលដែលនាងណាត់ខ្ញុំដូចមិនឃើញនាងនឹកឃើញវិធីអ្វីច្រើនទេណែយ៉ាងម៉េចហ្នឹងឥឡូវព្រោះតែមិនចង់រៀបការនឹងខ្ញុំខួរក្បាលឆ្លាតវៃជាងមុនប្រើការបានជាងមុន អេខ្ញុំធ្វើដើម្បីសុភមង្គលយើងពីរនាក់ ចង់បាននេះថាម៉េចរៀបការជាមួយខ្ញុំគ្មានសុភមង្គលមែនទេខ្ញុំប្រាប់នាងមនុស្សចង់រៀបការជាមួយខ្ញុំតម្រង់ជួបពីពេលកាំងទៅដល់ពេលកាំងវិញយល់ដែរទេមានន័យថាមកជុំផែនដីស្រីចំគួតឯនេះ ចឹងឈូយ៉ាវលោកមានបញ្ហាខួរក្បាលពេលមុនពេលខ្ញុំស្រឡាញ់លោកមិនអើពើឥឡូវខ្ញុំមិនស្រឡាញ់លោកច្រឡំដាក់ខ្ញុំលោកចង់ភ្ជាប់ពាក្យឬអត់ហ្នឹង ប្រកាសជាមិនចង់ អញ្ចឹងព្យាយាមស្ដាប់ខ្ញុំដឹងថាអីយ៉ាងសារភាពស្រឡាញ់ជាងនាងអ៊ីលោកមិនសប្បាយចិត្តដូច្នេះខ្ញុំមិនដាក់សម្ពាធលោកបន្ថែមផែនការរបស់ខ្ញុំនោះគឺយើងធ្វើជាគូស្នេហ៍ ធ្វើជាគូស្នេហ៍ ត្រូវហើយពួកគេអាចនឹងមិនសូវចាប់អារម្មណ៍ឬឲ្យប្រាប់ពួកគេថាតាមពិតខ្ញុំមិនស្រឡាញ់លោកទេ តាមពិតខ្ញុំទេដែលមិនស្រឡាញ់នាងនោះ ស្អីក៏បាននិយាយរួមយើងពីរអ្នកមិនស្រឡាញ់គ្នាទេដល់ពេលនោះពួកគេមិនអាចធ្វើអ្វីយើងបានទេ
ខ្ញុំស្មានថានាងគិតឃើញរកមធ្យោបាយអ្វីដែលល្អធ្វើជាគូស្នេហ៍ស្អីតាមពិតទៅនាងនៅមិនទាន់ដកចិត្តពីខ្ញុំលីស៊ីនឈិនខ្ញុំសួរនាងត្រង់តាមពិតទៅនាងនៅតែស្រឡាញ់ខ្ញុំខ្លាំងតាមមែនទេ ស្រេចតែលោកគិតទៅនិយាយរួមដំណាក់កាលនេះត្រូវសហការជាមួយនឹងខ្ញុំអូខេ អូខេ លើកនេះក្រុមភ្លេងសើយាទទួលបានពានរង្វាន់យើងត្រូវផ្ដល់គុណសម្បត្តិឲ្យសមាជិកគ្រប់គ្នាសំខាន់បំផុតពួកគេចេះស្រឡាញ់គ្នាចេះសហការគ្នាដូច្នេះហើយសូមទះដៃអបអរសាទរស្វាគមន៍ទទួលបានជោគជ័យត្រឡប់មកសាលាយើងវិញដូច្នេះសូមអញ្ជើញពួកយើងគឺជាវីរៈជនក្នុងចិត្តវីរៈជនទាំងអស់គ្នាសូមមេត្តាអង្គុយចុះទៅអង្គលោកនាយកបន្តមកខ្ញុំមានរឿងមួយចង់ប្រាប់សិស្សទាំងអស់គ្នាថ្ងៃនេះយើងមានមិត្តថ្មីទើបមកដល់ជានិកជនធ្លាប់នៅអ៊ីតាលីធ្លាប់រៀននៅមហាវិទ្យាល័យសិល្បៈគំនូហ្វូឡូរ៉ង់ប៉ុន្តែដោយសារការចាប់អារម្មណ៍វប្បធម៌សិល្បៈរបស់ប្រទេសកំណើតយ៉ាងខ្លាំងទើបស្នើសុំចូលរៀននៅមហាវិទ្យាល័យស៊ឺយេរបស់យើងដូច្នេះយើងទាំងអស់គ្នាស្វាគមន៍សិស្សថ្មីដែលមានឈ្មោះថាដេនីអ្នកទាំងអស់គ្នាណែនាំខ្ញុំផង កូនជាមលើកនេះឆ្ងាញ់ដែរហើយ ហេគេជាសិស្សថ្មីកុំចូលមកភ្លាមធ្វើបាបគេភ្លាម អូខេសង្ឃឹមថាបងប្អូនទាំងអស់គ្នាប្រឹងប្រែងបន្តទៀតដើម្បីនាំកិត្តិយសឲ្យសាលាស៊ឺយេប៉ុណ្ណឹងសិនចុះ លោកនាយកនិយាយដល់នាំកិត្តិយសឲ្យសាលាខ្ញុំយល់ថាមានរឿងមួយចង់ចែករំលែកដល់អ្នកទាំងអស់គ្នាខ្ញុំមានរឿងភ្ញាក់ផ្អើលមួយ ទាំងអស់គ្នាចាំមកមើលទៅនេះ អូយរូបថតតាពុតមែនហើយរូបថតអាពីពីពុតជាស្អាតមែនអូយស័ក្តិសមណាស់ អេចាញ់ឈូចាយរូបថតមិនក៏មិននៅទីនេះទៅវិញ ខ្ញុំយល់ថាសាលាស៊ឺយៀងគឺជាទីផ្សារសំខាន់បំផុតសម្រាប់ការផ្សព្វផ្សាយ ឆាប់បកចេញមកវិញលឿនឡើង នាងកុំភ្លេចធ្វើជាគូស្នេហ៍ឲ្យមនុស្សជាច្រើនកាន់តែស្គាល់យើងកាន់តែផ្អែមល្ហែមកាន់តែមានប្រយោជន៍ លោកនិយាយមានហេតុផលដែរតាប៉ុន្តែ ពីរអ្នកនៅក្នុងរូបនេះមើលទៅផ្អែមល្ហែមណាស់ពួកគេជាគូស្នេហ៍មែនទេ មែនណាលីស៊ីងឈិនតាត្រូវគឺលីស៊ីងឈិនមែន ពុតមែនហើយនាងតា លីស៊ីងឈិននឹងចឹងឈូយ៉ា លីស៊ីងឈិននិងចឹងឈូយ៉ាត្រូវគ្នាវិញ មែនហើយត្រូវគ្នាវិញហើយ ដូចមិនធ្លាប់លឺអ៊ីយ៉ាងត្រូវគ្រួសារចឹងប្រមាថចាស់ដៃទេ គ្រូសាស្ត្រចង់ទទួលស្គាល់តែលីស៊ីងឈិនជាកូនប្រសាសិនដេរឡារឿងអីខ្លាចជាប្រនាង មែនហើយ គ្រាន់តែថតផ្សព្វផ្សាយឲ្យក្រុមហ៊ុនខ្លួនឯងមានអ្វីអស្ចារ្យទៅ ព្រះអង្គម្ចាស់ជារៀបការមែនទេដឹង យ៉ាងណាកុំឲ្យពួកគេខ្លាចជាគូទី1សម្រាប់សាលាយើងចាអួយចាំពេលរបួសខ្ញុំជាយើងទៅថតដែរ បង្ហាញភាពផ្អែមល្ហែមមានច្រើនវិធីមិនប្រកាសត្រូវថតឈុតមង្គលការ មានវិធីអ្វីទៀត ខ្ញុំជួយកាន់កាបូបឲ្យថ្នមចិត្តក៏ជាវិធីសាស្ត្រមួយយ៉ាងដែរណា យ៉ាងនេះចៃដន្យម្លេះឮថាឯងយល់ដឹងពីការថតរូបខ្លះរូបថតរបស់ខ្ញុំហើយនឹងស៊ីនឈិនឯងជួយដាក់បន្ទូឲ្យខ្ញុំផងតើបានទេដូចជាមិនសមធ្វើជាមិត្តភក្តិសោះឯងជាសិស្សច្បងស៊ីអ៊ីចេះលើគេនៅក្នុងសាលាទៅហើយធៀបការរបស់ខ្ញុំហើយនឹងស៊ីនឈិនប្រហែលជាត្រូវសុំយោបល់ឯងខ្លះហើយ ចាញ់ឈូយ៉ាវ ថតរូបបានល្អតាអបអរសាទរ អេអរគុណ លោកធ្វើស្អីហ្នឹង ខ្ញុំគ្រាន់តែចង់សួរយោបល់គេតា លោកចង់សួរជាបារឬសម្ដែងឲ្យគេមើលដាក់ខ្ញុំចាស់ អេហេតុអីទៅ មិនក៏សួរហេតុអីឱកាសលោកបង្ហាញប្រាប់គេអស់ហើយខ្ញុំនៅមានកិច្ចការផ្ទាល់ខ្លួន លីនស៊ីនឈិននាងចង់ទៅរកចាងនេះមែនទេ លោកកុំខ្វល់ អេលីនស៊ីនឈិនបើសិនជាគេដឹងផែនការយើងត្រូវអាសាបងហើយ
អំបញ្ញខ្ញុំនិយាយលោកលើអស់ហើយ ខ្ញុំអត់ណាស់cô taកិច្ចផាត់ពីជើងឈូយ៉ាងហើយសួស្ដីថ្ងៃនេះខ្លាំងខ្មុំអត់មកធ្វើការទេអធិស្ឋានថ្ងៃនេះគេសម្រាក អាយូសម្រាប់ទៀតហើយជាងនាងអីមួយរយៈនេះខ្ជិលបន្តិចហើយមិនអីទេខ្ញុំមិនមែនមករកគេផង បើមានការអ្វីបន្ទាន់ចាំខ្ញុំប្រាប់ថាអ្នកនាងមកទីនេះ ខ្ញុំគ្រាន់តែសួរលេងទេយកដដែលមក ល្អ លេងសិនឈិនអញក៏រឿងអត់ប្រយោជន៍ធ្វើអីអញក្រែងមកមើលគំនូឯងត្រូវហើយមើលគំនូម្ចាស់ថ្លៃបើសិនជាគេឃើញដឹងរឿងពិតរបស់ខ្ញុំត្រូវចាប់ សុំទោសខ្ញុំឲ្យសភៅនេះទៅអ្នកនាងជួយរក្សាការសម្ងាត់ឲ្យខ្ញុំបានទេ សិភៅនេះលោកជាអ្នករកឃើញ សភៅនេះពេលដែលខ្ញុំនៅអ៊ីតាលីមិត្តខ្ញុំម្នាក់ជូនខ្ញុំអ្នកនាងចាប់អារម្មណ៍ដែរទេ សំទោសខ្ញុំមិនបានចាប់អារម្មណ៍សិភៅអីទេ ហេតុអីគ្រប់គ្នាមិនចាប់អារម្មណ៍សភៅនេះវាជាសភៅដ៏ល្អមួយក្បាលបើខ្ញុំរកបានមិត្តចូលចិត្តសភៅនេះដែរមិនដឹងជាល្អយ៉ាងណាទេ អញ្ចឹងលោកជួយចាត់ការខ្ញុំបានទេ លាក់ការហ៎ប្រកាសជាបានខ្ញុំលាក់ការហើយ មែនទេខ្ញុំប្រាប់លោកចុះសិភៅនេះខ្ញុំមើល7 8លើកហើយខ្ញុំចូលចិត្តមែនតែនចូលចិត្តខ្លាំងណាស់ប្រាប់លោកចុះបានលោកចូលចិត្តដូចខ្ញុំសប្បាយចិត្តណាស់ដឹងទេ អញ្ចឹងពួកយើងជាមិត្តល្អនឹងគ្នា ប្រកាសហើយខ្ញុំអាចជូនលោកទៅផ្ទះទេ មិនចាំបាច់ទេព្រោះតកងឡានកំពុងចាំខ្ញុំ អូខេស្អែកជួបគ្នាណា អូខេស្អែកចាំជួបគ្នា បាយបាយទឹកចិត្តចា បាយបាយអាឡូថៅកែគ្រប់យ៉ាងរលូនខ្ញុំអាចចូលទៅក្បែរគេបានហើយសាច់ច្បងស៊ីវអ៊ីញ៉ាំអាហារពេលល្ងាចហើយនៅខ្ញុំធ្វើម្ហូបចង់ញ៉ាំជាមួយគ្នាទេសាច់ច្បងស៊ីវអ៊ីខ្ញុំស្រឡាញ់សាច់ច្បង មិនបាច់ទេស្អែករសៀលម៉ោង 4 ជួបនៅហាងកាហ្វេមាត់វាសាឡាខ្ញុំមានការនិយាយប្រាប់នេះ អូខេ ចេញไปរៀនហាត់អីត្រូវមកហាងកាហ្វេចេញឈើយ៉ាវកុំប្រាប់ថាលោកស្រឡាញ់ខ្ញុំណា
ឬមួយក៏លោកពិតជាចង់ណាត់ជាមួយខ្ញុំមែន ហើយកុំដេកសម័យឲ្យសោះខ្ញុំហៅនាងមកគឺដោយសារតែអ៊ំស្រីគាត់ឲ្យគេតាមដានពួកយើង ថាម៉េច កុំមាត់លើកពេកនិយាយខ្លាំងមិនខ្លាចគេដឹងទេហ៎ឆាប់តោងដៃរបស់ខ្ញុំមក ហេតុអី នៅហេតុអីស្អីទៀតក្រែងនេះនិយាយថាធ្វើជាស្រឡាញ់គ្នាយ៉ាងម៉េចនិយាយមិនគោរពសម្ដីចង់សម្ដែងត្រូវសម្ដែងធ្វើឲ្យដូចឆ្លាតអើយ អេថាតែមើលម្នាក់ណាដែលម៉ាក់ខ្ញុំឲ្យតាមដានយើង អាយ៉ាកំពុងរកមើលអេឯងលើស្មាខ្ញុំមកប្រយ័ត្នខូចការអត់ទៅ ពួកយើងត្រូវនៅទីនេះយូរប៉ុណ្ណាទៀត ខ្ញុំកំពុងព្យាយាមរកមើលសិនកុំបារម្ភ ប៉ុន្តែខ្ញុំបារម្ភពួកខ្ញុំ សាច់ច្បាស់សៀវអ៊ី ជួយយើងថាត់ជាមួយគ្នាមកប៉ះទៅល្អទេ selfie គូស្នេហ៍ អូខេ 1 2 មកប៉ោះទៀត 3លោកសង្ហានណា មកប៉ោះទៀត មកប៉ះទៀត នាងគិតថាពួកគេទាំងពីរមក ពួកគេប្រកាសជាមកបកស្រាយឲ្យច្បាស់ បកស្រាយអញ្ចឹងខ្ញុំត្រូវតែថតទុកធ្វើជាអនុស្សាវរីយ៍ថ្ងៃក្រោយពួកគេរៀបការខ្ញុំផ្សាយរូបថតចូលក្នុងក្រុម រៀបការស្អីពួកគេច្បាស់ជាមកចែកផ្លូវ ចែកផ្លូវ សាច់ច្បាស់សៀវអ៊ីអ្វីដែលខ្ញុំនិយាយលើកមុនគឺមែនតែន ថ្ងៃនេះខ្ញុំឲ្យនាងមកក៏ដោយសាររឿងនឹងដែរយ៉ាងអរគុណប៉ុន្តែ ឃើញទេទឹកមុខអ៊ីយ៉ាងមិនល្អចាំងនាងអ៊ីប្រកាសជាបដិសេធឬគេនិយាយថាឆាប់និយាយទៅ សាច់ច្បាស់សៀវអ៊ី មិនបាច់បញ្ញាខ្លាំងខ្ញុំទេយ៉ាងណាខ្ញុំនឹងស្រឡាញ់សាច់ច្បាស់យូរហើយខ្ញុំមិនប្រកាន់គ្រាន់តែចាំបន្តិចទៀតសាច់ច្បាស់គិតមិនទាន់ច្បាស់ទេ គិតមិនទាន់ច្បាស់ទេ ដូច្នេះ នាងជាដង្កូវក្នុងពោះអ៊ីយ៉ាងមែនទេ ពាក្យសម្ដីរបស់ឈូកសទោះមិនប្រាប់ក៏ខ្ញុំដឹងដែរ អូសុំសរសើរ ខ្ញុំមិនទទួលបេះដូងនាងទេ សាច់ច្បាស់សៀវអ៊ីសាច់ច្បាស់ចេញទៅមុនខ្ញុំបានទេខ្ញុំមិនចង់ឲ្យសាច់ច្បាស់ឃើញខ្ញុំស្រក់ទឹកភ្នែកហេតុនេះសាច់ច្បាស់ចេញទៅមុនខ្ញុំទៅបានទេ អញ្ចឹងខ្ញុំទៅមុនហើយសុំទោស ហើយហោះហាត់ពេកហើយចាំងនាងអ៊ីហ៊ានធ្វើអញ្ចឹងដាក់អ៊ីយ៉ាងខ្ញុំទៅបដាគេសិន អេតើណា អេអ៊ីយ៉ាងយំដល់ថ្នាក់នេះហើយនេះជាឱកាសឆាប់ទៅលួងគេទៅ ឱកាសស្អីទៅ ឆាប់ឡើងទៅ ណែ លឿនឡើង នាង
នាងយ៉ាងជប់យំទៅជប់យំទៅបើគេមិនដឹងស្មានថាខ្ញុំធ្វើបាបនាងហេតុអីទៅហេតុអីគាត់បានចិត្តចំពោះខ្ញុំម្ល៉េះបានហើយមិនអីទេចានែនអីធ្វើអីខ្ញុំឃើញអីយ៉ាងជានារីល្អមិនក៏លោកបដិសេធនឹងគេណែខ្ញុំសួរលោកណាថ្ងៃមុនលោកចាននិយាយអីជាមួយខ្ញុំថ្ងៃណាគឺយកពេលចាប់ការសម្ដែងនោះអីលោកដូចជាមានពាក្យចាននិយាយប្រាប់ខ្ញុំភ្លេចបាត់ហើយរឿងសំខាន់បែបនេះមិនភ្លេចទៅកើតបើភ្លេចបាត់ហើយគួរតែមិនរឿងសំខាន់ទេឆាប់កង់ខ្ញុំគ្រាន់តែសួរលេងទេបាយប្រាប់មកលោកចាននិយាយអ្វីជាមួយខ្ញុំហេតុអីបានជាលោកភ្លេចអស់អញ្ចឹងឬមួយខ្ញុំនៅក្នុងចិត្តលោកមិនមែនជាមនុស្សសំខាន់ហេតុអីក៏លោកមិនឆ្លើយតបនឹងខ្ញុំហេតុអីថ្ងៃនេះគួរឲ្យស្អប់ដូចមុខតកកច្បាច់ឲ្យស្លាប់ប្រាប់មកប្រាប់មកម៉ាយ៉ាងម៉េចហ្នឹងមានរឿងអីកើតឡើងមុននេះមានមនុស្សមួយក្រុមអត់និយាយអ្វីទាំងអស់ចូលមកបោកកំតិចចោលអត់និយាយអ្វីទាំងអស់ពេលពួកវាបំផ្លាញអស់ហើយមានម្នាក់និយាយថាឲ្យទៅប្រាប់អីយ៉ាងកុំទៅតោងទៀមចឹងឈូយ៉ាវទៀតប្រយ័ត្នលើកក្រោយអាចធ្ងន់ជាងនេះទៀតចាំងឈូយ៉ាយយ៉ាងឯងប្រាប់ម៉ាក់មកមើលនៅខាងក្រៅឯងធ្លាប់ប៉ះពាល់អ្នកណាមែនទេសាច់ច្បាស់សៀវអ៊ីជប់យំទៅអ្នកមិនដឹងស្មានតែខ្ញុំធ្វើបាបនាងខ្ញុំដឹងថាអ្នកណាហើយសាច់ច្បាស់សៀវអ៊ីយ៉ាងមានរឿងអីទៅសាច់ច្បាស់សៀវអ៊ីរំខានសាច់ច្បាស់ទៅប្រាប់លេងស៊ីងឈិនប្រាប់ថាខ្ញុំនឹងចឹងឈូយ៉ាវអត់មានជាប់ពាក់ព័ន្ធអីបន្តិចលែងឲ្យខ្ញុំទៅបានទេមានស្អីកើតឡើងទៅមានអង្គរៈគ្រួសារលេងស៊ីងឈិនទៅអុកលុកបង្ករឿងក្នុងហាងផ្ទះខ្ញុំបោះបំផ្លាញខ្ទេចអស់ហើយគម្រាមខ្ញុំទៀតថ្ងៃក្រោយមិនឲ្យតាក់ទងនឹងចឹងឈូយ៉ាវនាងមានរបួសអត់អីទេម៉ាក់ខ្ញុំក៏អត់របួសប៉ុន្តែសាច់ច្បងសៀវអ៊ីខ្ញុំគិតថាលេងស៊ីងឈិនប្រហែលស្រឡាញ់ចឹងឈូយ៉ាវពេក
តែគេប្រច័ណ្ឌខ្លាំងខ្ញុំមិនបន្តគេទេប៉ុន្តែប៉ាម៉ាក់ខ្ញុំរស់ស៊ីតិចតួចលំបាកណាស់បើសិនជាគេមានអីមិនពេញចិត្តនោះឲ្យគេមករកខ្ញុំម្នាក់បានហើយយល់ទេ លេងសិនឈិនមិនមែនជាមនុស្សបែបហ្នឹងទេ គេនឹងហាស្រីអាក្រក់ ឲ្យអង្គរៈទៅធ្វើបាបស្រីម្នាក់អត់ចេះខ្មាស់គេ ឡើយជាណាចានិយាយពីអី សិនឈិន ចៅ តាម អុយ ពិតទៅ លោកសន្យាថាថ្ងៃនេះមិនធ្វើឲ្យខ្ញុំខឹងទេ អូសំទោសអង្គុយមកបានទេ សិនឈិនយប់មិញហាងរបស់អ៊ីយ៉ាងត្រូវគេបំផ្លាញពួកគេប្រាប់ថាចេញឲ្យឆ្ងាយពីឈូយ៉ាបន្តិចទៅ អញ្ចឹងគេគ្រប់គ្នាយល់ថាខ្ញុំជាអ្នកធ្វើម្ចាស់ថ្លៃអើយសុំចិត្តរឿងអីខ្ញុំទៅធ្វើរឿងដើម្បីចឹងឈូយ៉ាវ អ្នកណាគិតយ៉ាងម៉េចមិនសំខាន់ទេតែសំខាន់ប្រងម្ចាស់គិតយ៉ាងណាលីសិនឈិនគេមកហើយ ខ្ញុំនិយាយតែម្ដងទេ មិន មិន មែ មែ ន ន នាង ខ ជា ខ្ញុំ អ្នកធ្វើខ្ញុំដឹង ម្ដងនេះលោកជ្រើសរើសជឿខ្ញុំទេ បើនាងមែននាងស្ទុះទៅវាយអ៊ីយ៉ាងបាត់ទៅហើយចាំបាច់កាច់កង់វែកឆ្ងាយធ្វើអី ទឹកថាលោកមានខុសក្បាលប៉ុន្តែលោកក៏តែស្មានដឹងថាអ្នកណាជាអ្នកធ្វើ ថ្វីដៃអ៊ំស្រីខ្ញុំធ្លាប់ស្គាល់រួចមកហើយតែអ៊ីយ៉ាងគ្មានកំហុសនោះទេរឿងនេះមិនអាចបំភ្លេចចោលបានទេ ចឹងឈូយ៉ាវជឿខ្ញុំទៅបើយើងជាសម្ព័ន្ធមិត្តខ្ញុំមិនឲ្យអ្នកផ្ទះខ្ញុំធ្វើដាក់មិត្តស្រីលោកអញ្ចឹងទេទុកឲ្យខ្ញុំជឿខ្ញុំចាស់ យ៉ាងម៉េចហើយ ជប់មិញមានគេគម្រាមអីយ៉ាងអញ្ចឹងឆ្ងាយទៅចឹងឈូយ៉ាវម៉ាក់អ្នកធ្វើមែនទេ មែន ហេតុអីបានម៉ាក់ធ្វើអញ្ចឹង ម៉ាក់គ្រាន់តែជួយឯង ម៉ាក់ប្រើវិធីនេះជួយខ្ញុំ គូដណ្ដឹងឯងស្ទើរតែត្រូវគេដណ្ដើមទៅបាត់ហើយឯងអត់ប្រយោជន៍ម៉ាក់មានតែធ្វើខ្លួនឯង អញ្ចឹងខ្ញុំត្រូវអរគុណម៉ាក់ហើយមិននឹកស្មានថាម៉ាក់ប្រើវិធីថោកទាបបែបនេះកុំចេះតែនិយាយថាជួយខ្ញុំមិនត្រូវការម៉ាក់ជួយបែបនេះទេ យ៉ាងម៉េចឯងឲ្យម៉ាក់បើកភ្នែកមើលចាំងជួយយ៉ាវភ្ជាប់ពាក្យនឹងអ្នកដទៃហ៎មិនខ្លាចគេសាយចំអកទេហ៎ម៉ាក់មិនឲ្យចាញ់គេទេគ្រួសារយើងក៏មិនត្រូវអាម៉ាស់មុខ ឬមួយម៉ាក់ប្រើវិធីនេះមិនគិតថាម៉ាស់មកទេស្អីតែថាធ្វើដើម្បីខ្ញុំតាមពិតម៉ាក់ធ្វើដើម្បីជំនួយម៉ាក់ដើម្បីដុសលេខគ្រប់តែប៉ុណ្ណោះសូមម៉ាក់ឆាប់ធ្វើបាបអីយ៉ាងទៀតទៅរឿងរបស់ខ្ញុំចេះដោះស្រាយខ្លួនឯង គូដណ្ដឹងត្រូវកូនស្រីអ្នកក្រដណ្ដើមទៅបាននេះហៅថាចេះដោះស្រាយខ្លួនឯងហ៎ កាលពីមុនម៉ាក់អាចខត់ប្រុសរបស់ម៉ាក់បានទេខ្ញុំនឹងភ្ជាប់ពាក្យជាមួយចឹងឈូយ៉ាវតែសូមម៉ាក់បញ្ឈប់ទង្វើថោកទាបពុំនោះទេខ្ញុំនឹងបំផ្លាញមង្គលការដោយផ្ទាល់ដៃបើមិនជឿម៉ាក់ចាំមើលទៅ ចូលចិត្តប្រឆាំងណាឯងប្រឆាំងនៅទីនេះទៅ ម៉ាក់មិនអាចធ្វើអំពើបែបនេះដាក់ខ្ញុំទេម៉ាក់មានសិទ្ធិអី បើ ខំ សារ ខ្ញុំ យើ នៅ ង ទី ជាម៉ា នេះ ក់ឯងម៉ាក់មានសិទ្ធិធ្វើអីដើម្បីកូនស្រីល្អបើម៉ាក់មិនធ្វើរបៀបនេះឯងអាចខ្លាចជាពនាងលេងសិញ្ជិនទេ យ៉ាងណាម៉ាក់មិនអាចធ្វើអញ្ចឹងដាក់ខ្ញុំទេម៉ាក់មិនត្រូវខំខាំងខ្ញុំទេ ម៉ាក់ដាស់តឿនឯងលើកចុងក្រោយបើសិនជាគ្មានម៉ាក់ឯងនៅជាក្មេងព្រៃមិនទាន់ដឹងក្តីយល់ល្អស្ដាប់សម្ដីម៉ាក់ធ្វើអីដែលឯងគួរធ្វើមិនអញ្ចឹងទេមួយជីវិតនេះឯងត្រូវនៅក្នុងផ្ទះនេះរហូតហើយ ខ្ញុំមិនមែនជាក្មេងប្រៃអីទេខ្ញុំជាអ្នកបន្តវេនម្នាក់ក៏របស់ដុលីគ្រប់ម៉ាក់មិនអាចផ្លាស់ប្ដូរការពិតទេម៉ាក់ក៏មិនអាចគ្រប់គ្រងខ្ញុំបានមួយជីវិតដែរលើកនេះខ្ញុំមិនចោះចាញ់ទេមិនចាញ់ទេ ឯងចាំមើលលទ្ធផលឯងមាត់រឹង ម៉ាក់លែងខ្ញុំទៅម៉ាក់ឆាប់លែងខ្ញុំទៅខ្ញុំចាំទៅរកម៉ាក់ខ្ញុំមិនមែនម៉ាក់ខ្ញុំទេខ្ញុំទៅរកម៉ាក់ខ្ញុំ ថ្ងៃណាដែលឯងរៀនចេះហៅខ្ញុំថាម៉ាក់ចាំឯងចេញមក ឲ្យខ្ញុំចាញ់ទៅលោកគ្រូព្យ៉ាណូកាចណាស់គាត់ជាបន្ទាត់បាយក្នុងដៃខ្ញុំរហូតខ្ញុំឆាប់រៀនព្យ៉ាណូហើយ នៅពេលដែលឯងធំឡើងឯងប្រកាសជាយល់ពីចិត្តម៉ាក់ លែងខ្ញុំទៅខ្ញុំមិនរៀនព្យ៉ាណូទេប៉ាស្លាប់បាត់ហើយខ្ញុំគ្មានហេតុផលអីត្រូវនៅទីនេះទៀតទេខ្ញុំចង់ទៅរកម៉ាក់បង្កើតខ្ញុំវិញ
ឯងកុំភ្លេចថាចង់ធ្វើជាពនាងជាបំណងឯងយល់ល្អគិតឲ្យច្បាស់បន្តិច លែងខ្ញុំទៅខ្ញុំចង់ទៅវិញខ្ញុំចង់ចេញទៅវិញម៉ាក់កុំចង់ធ្វើដូចខ្ញុំកាលនៅពេលក្មេងឆាប់លែងខ្ញុំចេញទៅខ្ញុំចង់ចេញទៅម៉ាក់ឲ្យខ្ញុំចេញទៅម៉ាក់ឲ្យខ្ញុំចេញទៅម៉ាក់ឲ្យខ្ញុំចេញទៅ ឈប់លីយ៉ាងយ៉ាងឯណាសិនឈិន សាច់ច្បាប់សេអ៊ីលេងស៊ីងឈិនសុំច្បាប់ឈឺហើយ សិនឈិនអ្នកណាឲ្យឯងមកទីនេះ បងស្រី ថ្លៃចាយវាយខែនេះខ្ញុំឲ្យឯងរួចហើយ ខ្ញុំមិនមែនមករកលុយបងទេគឺសិនឈិនប្រហែលថ្ងៃនេះអត់ឃើញគេទូរស័ព្ទទៅគេក៏មិនចូលទើបបានជាខ្ញុំបារម្ភសិនឈិនគេយ៉ាងម៉េចទៅហើយ គេអាចមានរឿងអីឯងរស់នៅឲ្យបានសុខទៅបានហើយ អីបងស្រីឲ្យខ្ញុំជួបគេបន្តិចបានទេឃើញគេតែបន្តិចខ្ញុំទៅវិញហើយ ពេលនេះគេមិនអាចជួបឯងព្រោះគេធ្វើខុសខ្ញុំដាក់គេក្នុងបន្ទប់ពិចារណាកំហុស ដាក់ក្នុងបន្ទប់ហេតុអីទៅបងស្រីបើសិនឈិនគេធ្វើខុសបងអាចវាយគេអាចជេរគេតាំងពីតូចមកគេខ្លាចបំផុតជាប់ឃុំក្នុងបន្ទប់ខ្ញុំសូមបងលែងគេទៅ ខ្ញុំបដៅកូនស្រីខ្ញុំមិនទាន់ដល់វេនឯងលូកមាត់ទេឲ្យតែគេទទួលខុសខ្ញុំលែងគេហើយ ខ្ញុំដឹងដោយសារតែបងស្អប់ខ្ញុំខ្លាំងស្អប់ខ្ញុំដណ្ដើមប៉ាសិនឈិនទៅទើបបងធ្វើបាបកូនស្រីខ្ញុំយ៉ាងនេះទោះបីជាគេមិនមែនជាកូនស្រីបងបង្កើនតែបងមើលគេតាំងពីតូចដល់ធំឬមួយបងដាច់ចិត្តដែរ បើខ្ញុំដាច់ចិត្តពួកឯងពីរនាក់មិនដឹងស្លាប់នៅកន្លែងណាផងឆាប់ថយចេញទៅប្រយ័ត្នខ្ញុំលែងគួរសម អី សុំទោសនៅមានជាម្ដាយបង្កើតលេងសិនឈិនមែនទេទុកចិត្តចុះខ្ញុំជួយគេចេញមកវិញខ្ញុំនឹងការពារគេមិនឲ្យនរណាម្នាក់ធ្វើបាបគេទេ អរគុណហើយឯងខ្ញុំមិនស្គាល់ឯងទេមិនដឹងថាឯងចង់និយាយអ្វីទេកុំនិយាយផ្ដេសផ្ដាស ណាអីយ៉ាចាក់ខ្ញុំល្ងើមែនសពបន្ទប់អ្នកនាងធំមិនដឹងធ្វើជ្រុលនៅឯណានោះទេអ្នកនាងធំឥឡូវជាប់ឃុំនៅក្នុងបន្ទប់គិតយ៉ាងម៉េចទៅ ខ្លាឃ្មុំ សិនឈិន ខ្លាឃ្មុំមិនមែនជាការពិតទេគ្រាន់តែរំរវើរវាយខ្ញុំមិនសំខាន់ចំពោះលោកទេគ្រាន់តែរវើរវាយឃើញលោកខ្ញុំមិនមែនជាមនុស្សសំខាន់សម្រាប់លោកទេខ្ញុំមិនមែនជាមនុស្សសំខាន់សម្រាប់លោក ខ្ញុំមកការពារនេះ Do not make me cry again. I need you right now. Open your ears every day, every